ជំរាបសួរបងប្អូននេះខ្ញុំមកចំហុយផ្អកបងប្អូនផ្អកត្រីប្រាខ្ញុំយកចំនួន2ដុំលើក្នុងកដុង2ដុំទៀតបងប្អូនទុកឲ្យប្តីទៅហើយឥឡូវមុនខ្ញុំចំហុយខ្ញុំយកផ្អកហ្នឹងមកហាន់ជាដុំដូចតូចព្រោះអីដុំដូចតូចវាស្រួលហើយខ្ញុំចាប់ដើមហាន់ហើយផ្អកខ្ញុំលាងទឹកចេញទេបងប្អូនដោយសារផ្អកខ្ញុំធ្វើខ្លួនឯងឥឡូវខ្ញុំចាប់ដើមជ្រៀកហើយផ្អកខ្ញុំនោះបងប្អូនអាចឆ្អឹងឡើងតុនឆ្អឹងហើយប៉ុន្តែនៅអាចឆ្អឹងធំឆ្អឹងធំបើមិនស្អីយើងមានថ្មិញទៅពីគឺថាមាត់ខ្ញុំមានថ្មិញរៀងមាត់ដែរបងប្អូនប៉ុន្តែអាចឆ្អឹងអាកន្លែងធម្មតាត្រីប្រាវាមានអាចឆ្អឹងអាកន្លែងអីគេអាកន្លែងពុះវាហ្នឹងពេលដែលខ្ញុំចំហុយទៅឡើងតុនខ្លាំងមែនតែននៅតែឆ្អឹងធំឆ្អឹងធំហ្នឹងដូចថាខ្ញុំមានថ្មិញទៅពេលហ្នឹងគឺថាមាត់ដូចគ្នាបងប្អូនហើយផ្អកខ្ញុំខ្ញុំធ្វើខ្លួនឯងខ្ញុំក៏បានលាងទឹកចេញដែរកាលខ្ញុំធ្វើមានតែអំបិលស្ករហើយនឹងរំដេងហើយអង្គលីងតែប៉ុណ្្នឹងទេគ្រាន់ថាពេលដែលយើងចំហុយអីយើងដាក់តែស្ករប៊ីចេងតែប៉ុណ្្នឹងទេហើយជូរឆ្ងាញ់ណាស់បងប្អូនផ្អកខ្ញុំធ្វើហ្នឹងចូល7 8 ខែ 9 ខែបងប្អូននៅសល់តែមួយពេលក្រោយទៀតទុកឲ្យប្តីឥឡូវខ្ញុំចាប់ផ្ដើមដំខ្ទឹមក្រហមខ្ទឹមសខ្ញុំដាក់អញ្ចឹងមកហើយខ្ញុំក៏បានប្រឡាក់ប៊ីចេងមុនវងថាដាក់ចានកប៉ាតដុសបាយប៉ុន្តែដល់ពេលប្រឡាក់មើលទៅអីផ្អករៀងច្រើនដែរចាំបាច់ចុះចាំបាច់ឡើងទៅក៏ខ្ញុំក៏រៀបចំដាក់ចានគោហ្មងទៅព្រោះអីមើលទៅវាច្រើនដំបងថាតែ2ដុំហ្នឹងប្រហែលច្រើនទេដល់ពេលប្រឡាក់មើលទៅវារៀងពេញចានណាខ្ញុំក៏បានដាក់ចានគោមកហើយខ្ញុំក៏បានដាក់ខ្ទឹមក្រហមខ្ទឹមសភាសាខ្ទឹមក្រហមខ្ញុំទិញមក1គីឡូហើយវាមានដុះមានអីហ្នឹងខ្ញុំក៏យកដាំមកបានដុះវែងដល់ឥឡូវដុះខ្ញុំទុកឆាអញ្ចឹងឥឡូវខ្ញុំបានដាក់ម្ទេសគឺខ្ញុំដាក់ទាំងដងព្រោះអីអត់បេះដងគេនេះបងប្អូនខ្លាចកូនពៅក៏ញ៉ាំអត់កើតព្រោះអីកូនពៅក៏ចូលចិត្តផ្អកហើយលក់ខ្ញុំមានតែសក់ទ្របហើយសណ្តែកគួរខ្ញុំទូខ្លះសេនេះបងប្អូននៅសល់តែមួយពេលក្រោយទេឥឡូវទឹកពុះហើយខ្ញុំក៏ដាក់ចំហុយមកឆ្អិនណាបងប្អូនមើលអ្នកឡើងចិត្តរីងគឺឆ្អិនឯងបងប្អូនហើយឥឡូវរៀបចំដួសបាយសិនបងប្អូននេះបាយខ្ញុំបាយហូបត្រីប្រានេះប៉ះចំបាយក្តាំងកូនក៏ដាំរៀងខ្ងំរៀងយូរម្ល៉េះហើយវារៀងមានក្តាំងឥឡូវនេះខ្ញុំមកហូបសិនបងប្អូនអើយប៉អខ្ញុំជូរឆ្ងាញ់មែនទែនហើយប៉ខ្ញុំអត់ជ្រលក់ច្រើននេះខ្ញុំមិនដឹងមិនបងប្អូនអត់ជួយជ្រលក់អត់ចូលចិត្តជ្រលក់ម្ហូបធំទេគ្រាន់តែដាក់ឲ្យតែសើមទេបងប្អូនហើយឆ្ងាញ់មែនទែនអញ្ចឹងទឹកត្រីផ្អែមខ្ញុំគ្រាន់ជ្រលក់ឲ្យតែដល់ទឹកត្រីទេហើយសម្រាប់ដូចថាបងប្អូនឃើញរៀងដុំធំឯងគឺខ្ទឹមក្រហមហើយនិងខ្ទឹមសទេខ្ញុំគ្រាន់តែបានកិតទេខ្ញុំហូបតិចខ្លាំងមែនតើបើសិនជាម្ដុំមកបើសិនជាអត់បានកូនគាត់ជួយញ៉ាំទេម្ដុំនឹងហូប2ថ្ងៃបងប្អូនហើយបើសិនជាខ្ញុំហូបលឿនណាលុះត្រាតែខ្ញុំហូបបាយស្រូបទឹកយ៉ាងបាយហូបបាយស្រូបទឹកជាមួយផ្អកក៏ឆ្ងាញ់ដែរកាលឡើងមុនខ្ញុំហូបបាយស្រូបទឹកឆ្ងាញ់ខ្លាំងមែនតើអត់មែនថាយើងហូបតែមួយមួយបាយមួយអីបងប្អូនគឺយើងអាចហូបមួយបានដោយសារខ្ញុំធ្លាប់ហូបហើយខ្ញុំម្ទេសខ្ញុំអត់សូវហ៊ានខាំហ្មងតែក៏ពិតភាកច្រើនខ្ញុំកាត់កង់ប៉ុន្តែដល់ពេលខាំមកវារៀងដូចថាវារៀងហិលពេលយើងទៅពីទៅវារៀងហិលភាកច្រើនបងប្អូនឃើញពេលដែលខ្ញុំហូបបាយមួយសឡមអីខ្ញុំតែតែកាត់ហូបអញ្ចឹងតែវាអត់សូវហិលដល់ទេបើស្អីយើងខាំវារៀងហិលហើយលក់ក្នុងមួយចានហ្នឹងខ្ញុំហូបតែចិត្តទេអត់ចិត្តហ្នឹងទុកឲ្យកូនខ្ញុំអញ្ចឹងណាហើយលក់ហ្នឹងមានតែខ្ញុំហើយនឹងកូនបងទេកូនពៅគាត់អត់ចេះញ៉ាំហើយបើកូនកដាគាត់ញ៉ាំផ្អកសោះតែហ្មងមិនថាផ្អកសាច់ជ្រូកមិនថាផ្អកត្រីប្រាក៏អត់ញ៉ាំហ្មងហើយប្រហុកមិនគាត់ញ៉ាំប្រហុកយូរគាត់ញ៉ាំម្ដងអញ្ចឹងណាកូនខ្ញុំ3នាក់អត់តែកូនកដាក៏អត់សូវចូលចិត្តប្រហុកផ្អកហ្មងទេហើយបើកូនពៅកូនបងហើយខ្ញុំចំហុយហ្នឹងក៏បានកូនពៅកូនបងជួយញ៉ាំទេហើយនេះលេបាយឲ្យកូនពៅអត់តែឃើញឲ្យគាត់ភ្លក់ទៅគាត់ថាឆ្ងាញ់ហើយបងប្អូនឃើញបាយនៅក្នុងចានហ្នឹងពេលដែលគាត់ញ៉ាំអស់គាត់ទៀតទេកូនខ្ញុំគាត់ចូលចិត្តមែនតែនហើយឆ្ងាញ់ហ៎ខ្លះណាខ្ញុំថែមបាយគាត់ថាម៉ាក់ថែមតិចម៉េះថែមទៀតកូនប្រុសខ្ញុំបានតែរឿងប្រហុករឿងផ្អកអីហ្នឹងអូយលេខ1ហ្មងខ្ញុំគៀមឆ្អឹងធំឯងបងប្អូនគៀមឆ្អឹងធំហ្នឹងក៏ជាក់ចោលហ្មងទៅហើយផ្អកចំហុយរបស់ខ្ញុំហ្នឹងគឺឆ្ងាញ់ណាស់បងប្អូនអើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនដែលបានជួយមើលវីដេអូតាំងពីដើមដល់ចប់ជូនពរបងប្អូនមានសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយ